ប្រៀបសួរបងប្អូនទាំងអស់គ្នាមកទស្សនាជាមួយខ្ញុំនៅប្រាសាទបាគងកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី1ប្រាសាទនេះកសាងឡើងនៅឆ្នាំ881នៃគ្រិស្តសករាជឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាប្រាសាទនេះរចនាបថព្រះគោប្រាសាទបាគងមានទីតាំងស្ថិតនៅភូមិឪឡោកឃុំបាគងស្រុកបាគងខេត្តសៀមរាបនិងស្ថិតនៅចុងកណ្ដាលនៃរាជធានីហរិហរល័យស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោហើយត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី1នៅក្នុងឆ្នាំ881ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទរាជសម្រាប់ឧទ្ទិសដល់ព្រះឥសូរហើយក៏ឧទ្ទិសដល់អំណាចរបស់ព្រះរាជផ្ទាល់ផងដែរហើយនៅពេលព្រះអង្គយាងចូលទីវង្គតប្រាសាទនេះត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះអង្គដូចជាប្រាសាទលលៃប្រាសាទព្រះគោនិងប្រាសាទព្រៃមន្ទីរប្រាសាទបាគងស្ថិតក្នុងក្រុមរលួសតែស្ថិតនៅចំកណ្ដាលនៃទីក្រុងអង្គរទី1ឬហរិហរល័យដោយមានចម្ងាយប្រមាណជា12គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបបច្ចុប្បន្នប្រាសាទអង្គរទាំងនោះស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេពី1ទៅ2.5គីឡូតែប៉ុណ្ណោះស្ថិតនៅខាងត្បូងនៃប្រាសាទព្រះគោនៅក្នុងភូមិបាគងស្រុកបាគងខេត្តសៀមរាបប្រាសាទបាគងត្រូវបានកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី1នៅឆ្នាំ881នៃគ្រិស្តសករាជដើម្បីឧទ្ទិសដល់ព្រះវិស្ណុដ៏មានមហិទ្ធិឫទ្ធិប្រាសាទបាគងដែលជាប្រាសាទមុនគេសាងសង់អំពីថ្មភក់ប្រកបដោយនិមាបនកម្មដ៏ប្រណិតដែលមានឈ្មោះដើមថាថ្មនៃឥស័កហើយតំណាងភ្នំសុមេរុព្រោះស្ថិតចំកណ្ដាលនៃទីក្រុងហរិហរល័យប្រាសាទបាគងគឺជាឈ្មោះថ្មីដែលត្រូវបានហៅនៅសម័យកណ្ដាលប្រាសាទនេះផ្សំពីពាក្យប្រាសាទបូកបាបូកគងប្រាសាទមានន័យថាទីកន្លែងអាទិទេពគង់នៅបាមានន័យថាអ្នកគ្រប់គ្រងលោកអ្នកថែរក្សាលោករីឯពាក្យគងមានន័យថាគឺជាវត្ថុសម្រាប់បន្លឺសំឡេងឲ្យលាន់ឮរំពងខ្លាំងហើយត្រូវបានមានជំនឿលើអាទិទេពប្រើប្រាស់ដើម្បីបង្កើតជាសូរសំឡេងដាស់លាន់ឮដល់ពួកអាទិទេពទាំងអស់តាមសិលាចារឹកនៃប្រាសាទនេះមានឈ្មោះដើមថាឥន្ទ្រេស្វរៈប្រវត្តិសាស្ត្រខ្មែរបញ្ជាក់ថាបន្ទាប់ពីឡើងសោយរាជសម្បត្តិនៅគ្រិស្តសករាជ877ព្រះបាទឥន្ទ្រវរ្ម័នទី1ទ្រង់បានមកគង់នៅរាជធានីហរិហរល័យឬទីក្រុងរលួសដែលព្រះបាទជ័យវរ្ម័នទី2បានត្រួសត្រាយជាដំបូងក្រៅពីការចាត់ការឲ្យជីកបារាយណ៍នៅខាងជើងរាជធានីដែលមានបណ្ដោយ3000ម៉ែត្រនិងទទឹង800ម៉ែត្រដែលសពថ្ងៃគោកអស់ខ្លាយទៅជាវាលស្រែនោះព្រះបាទឥន្ទ្រវរ្ម័នទី1ទ្រង់បានកសាងប្រាសាទបាគងដែលជាប្រាសាទភ្នំទី1ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បីជានិមិត្តរូបនៃព្រះរាជអំណាចរបស់ព្រះអង្គដែលលាតសន្ធឹងទៅដល់តំបន់ពីយប់រហូតដល់សមុទ្រប្រាសាទបាគងមានកំពែង2ជាន់គឺកំពែងខាងក្រៅនិងកំពែងខាងក្នុងកំពែងខាងក្រៅមានទំហំ900គុណនឹង700ម៉ែត្រធំព័ទ្ធដោយគប់ទឹកដែលតំណាងឲ្យមហាសមុទ្រនៃលោកធាតុវិទ្យាឥណ្ឌាយើងឃើញមានប្រាសាទឥដ្ឋចំនួន8ស្ថិតជុំវិញប្រាសាទផ្នែកខាងក្រោយនៅលើបាតស្ថានយើងឃើញមានជណ្ដើរនៅគ្រប់អក្សរជណ្ដើរទាំងនោះនាំសាសនិកជនទៅកាន់ទីលានថ្នាក់នីមួយៗបន្ទាប់លើគ្នាពិសេសទៅកាន់ប្រាង្គកណ្ដាលដែលជាកន្លែងស័ក្តិសិទ្ធិជាងគេបំផុតមើលពីចម្ងាយតួប៉មកណ្ដាលនេះខុសឡើងផុតពីដំបូលសំណង់ប្រាសាទតូចៗនៅជុំវិញសំណង់អំពីថ្មដែលជាប្រាសាទឧបសម្ព័ន្ធដូច្នេះប្រាសាទបាគងត្រូវបានសាងសង់ឡើងតាមលោកធាតុវិទ្យាឥណ្ឌូខ្មែរតំណាងឲ្យភ្នំព្រះសុមេរុហើយគឺជានិមិត្តរូបនៃចក្រវាឡសូមរំលឹកឡើងថាគឺនៅក្នុងប្រាង្គកណ្ដាលខាងលើនេះហើយដែលជាក្នុងអតីតកាលព្រះបាទឥន្ទ្រវរ្ម័នទី1បានកសាងព្រះវិស្ណុមួយអង្គដៃ8ព្រមទាំងលិង្គរាជមួយឈ្មោះថាស្រីឥន្ទ្រស្វរៈដើម្បីជានិមិត្តរូបនៃសម័យកាលរបស់ទ្រង់តាមខ្លឹមសារសិលាចារឹកដែលគេបានរកឃើញនៅឆ្នាំ1935